បាទគោរពជំរាបសួរពុកម៉ែបងប្អូនវល់មកសារជាថ្មីពាក់ព័ន្ធជាមួយការចាំមន់ស្រែបាទកាលពី8ថ្ងៃមុនចំនួន200កម្មានេះខ្ញុំធ្លាប់ចេញវីដេអូជូនពុកម៉ែបងប្អូនណាអញ្ចឹងឥឡូវអាយុគេបាន8ថ្ងៃហ្នឹងហើយបងប្អូនយកចូលថ្ងៃ12ខែឧសភា2026ចឹងឥឡូវវាថ្ងៃទី20ហើយចឹងអាយុគេបាន8ថ្ងៃណាបងប្អូនចឹងថ្ងៃនេះមកនិយាយអំពីកូនមន់ទៅតែញាស់រហូតដល់អាយុ15ថ្ងៃទៅ1ខែណាចន្លោះហ្នឹងកូនមន់ភាគច្រើនបងប្អូនយើងអ្នកចិញ្ចឹមធ្លាប់ជួបដូចគ្នាណាការមន់ stress មន់ចឹកគ្នាមន់ស៊ីរោមគ្នាណាអញ្ចឹងចង់និយាយពីបញ្ហាហ្នឹងអញ្ចឹងឥឡូវអាយុគេ8ថ្ងៃណាបងប្អូនឥឡូវចាប់ផ្ដើមចង្អៀតបណ្ដាប៉ុន្តែខ្ញុំព្យាយាមធ្វើអត់ឲ្យវា stress ដោយសារអីនេះបងប្អូនកាលខ្ញុំថតកាលពីថ្ងៃទី12កាលយកវាមកដាក់ដំបងណាបាទគឺមានកាមហើយនឹងចំបើអញ្ចឹងនៅពេលដែលអាយុគេបាន4-5ថ្ងៃខ្ញុំដកចេញហើយព្រោះដោយសារអីអាកាសធាតុនេះវាមិនមែនជារដូវរងាត្រជាក់រងាខ្យល់ធ្លាក់ពីជើងទេគឺជារដូវវស្សាអញ្ចឹងវាមានពេលខ្លះក្តៅហប់អញ្ចឹងយើងដាក់កាមដាក់ច្បើអត់បានទេណាបងប្អូនណាបានតែអាយុ4-5ថ្ងៃចុះក្រោមទេយើងដាក់ក្រាលបានប៉ុន្តែអ្វីដែលជាចាំបាច់នេះអំពូលនេះអំពូលកម្ដៅហ្នឹងអត់អាចអត់ទេយប់ឡើងណាបងប្អូនអត់អាចអត់ទេព្រោះយប់ឡើងត្រជាក់ហើយថ្ងៃឡើងដូចខ្ញុំជម្រាបជូនពីខាងដើមមិញកូនមន់អាយុ4-5ថ្ងៃយើងត្រូវដកកាមដកចំបើងចេញទៅព្រោះបងប្អូនមើលទៅនេះខ្ញុំថតជូនពេលថ្ងៃកូនមន់ខ្លះ50មាត់កូនមន់ខ្លះផឹកទឹកធ្វើអីជាដើមណាអញ្ចឹងវាបញ្ជាក់ថាអាកាសធាតុក្តៅណាអាកាសធាតុក្តៅអញ្ចឹងពុកម៉ែបងប្អូនយើងចិញ្ចឹមមន់ត្រូវស្វែងយល់ពីវាណាទៅឧស្សាហ៍កេតមើលវាត្រូវដឹងពីទុកតរៈរបស់វាណាមានន័យថាបីបាច់ដូចកូនណាយើងអត់អាចចិញ្ចឹមដើម្បីតែបានផលទេណាត្រូវមើលថាមុននឹងបានផលហ្នឹងយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យកូនមន់យើងបានល្អហើយបងប្អូនមើលទៅអាយុកូនមន់8ថ្ងៃហើយមើលសុខភាពគេបងប្អូនណាហើយមើលសាច់គេបាទត្រឡុកត្រលុញណាហើយអាហ្នឹងបូកផ្សំជាមួយនឹងកត្តាពូជណាបើពូជបងប្អូនយើងតូចល្អិតក៏វាអត់អាចបានរូបរាងឆ្លោះអញ្ចឹងធាត់ស្អាតអញ្ចឹងដែរណាបងប្អូនណាតែបើបងប្អូនថែមិនបានល្អកត្តាពូជល្អក៏នៅតែមន់អន់ដែរណាបងប្អូនណាអញ្ចឹងទាមទារការពារការថែទាំនេះឲ្យបានល្អណាអញ្ចឹងក្រែងបងប្អូនយើងខមមិនសួររកវ៉ាក់សាំងទៀតខ្ញុំចាំមិនដែលមានវ៉ាក់សាំងទេណាបងប្អូនណាជម្រាបជូននៅក្នុងវីដេអូនេះបញ្ជាក់ថែមទៀតអត់ដែលមានវ៉ាក់សាំងទេកូនមន់នេះញាស់ហើយឲ្យម៉ួយយកមកឲ្យហ្មងណាបងប្អូនណាខ្លះទៅនៅសើមខ្លះទៅក៏ស្ងួតអញ្ចឹងណាហើយកូនមន់នេះយើងរាប់ចាប់ពីថ្ងៃដាក់ចូលទេបើធៀបពិតអាយុគេខ្លះ10ថ្ងៃខ្លះ7-8ថ្ងៃអញ្ចឹងខ្លះ8ថ្ងៃខ្លះ9ថ្ងៃអញ្ចឹងណាបងប្អូនវាអត់ស្មើគ្នាទេមន់ស្រែព្រោះការញាស់របស់វាញាស់អត់ស្មើគ្នាណាអញ្ចឹងណាគេញាស់មុនគេលូតមុនគេធំមុនអញ្ចឹងណាបងប្អូនហើយមន់អញ្ចឹងបងប្អូនណានៅពេលដែលសុខភាពវាល្អស៊ីផឹកដេកអញ្ចឹងមើលទៅសុបាយអញ្ចឹងទៅណាគេស៊ីអត់តាន់ឆ្អែតគេមកស៊ីអញ្ចឹងណាបងប្អូនណាហើយបញ្ជាក់ក្នុងវីដេអូនេះនិយាយពីបញ្ហាចឹករោមគឺមានតែ2ចំណុចទេបងប្អូនណាចំណុចធំណាទី1គឺកត្តាប្រូតេអ៊ីនបងប្អូនយើងភាគច្រើនចិញ្ចឹមចង់បានចំណេញហួសអញ្ចឹងអត់ហ៊ានចំណាយលុយទិញចំណីថ្លៃទេទិញចំណីដែលមានប្រូតេអ៊ីនទាបហើយថោកណាកូនមន់លេងទិញចំណីប្រូតេអ៊ីនទាបហើយថោកហ្នឹងយកមកដាក់ធានាជូនថាមិនដល់15ថ្ងៃទេដល់7-8ថ្ងៃដូចកូនមន់ខ្ញុំហ្នឹងចេះចឹកគ្នាបាត់ព្រោះដោយសារអីនៅក្នុងខ្លួនវា
ចំណីបដល់ឲ្យខ្លួនកូនមន់ហ្នឹងអត់គ្រប់គ្រាន់ទេសារធាតុចិញ្ចឹមរបស់វាអញ្ចឹងធ្វើឲ្យវាខ្វះខាតអញ្ចឹងវាចាប់ផ្ដើមស្រែកឃ្លានហើយអញ្ចឹងចឹកគ្នាឲ្យឈាមឃើញឈាមហ្នឹងក៏តែឆ្ងាញ់ណានេះចឹកទៅងំហើយមួយវិញទៀតចំណុចទី2ក៏សំខាន់ដែរកត្តា stress ណាកត្តា stress ដែលខ្ញុំនិយាយពីខាងដើមហ្នឹងអាកាសធាតុនេះគឺជាអាកាសធាតុក្នុងរដូវវស្សាណាអញ្ចឹងជួនកាលក្តៅខ្លាំងជួនកាលធ្លាក់ភ្លៀងមួយផ្លែតអញ្ចឹងណាអញ្ចឹងយើងត្រូវបត់តាមអាកាសធាតុឲ្យតាន់សត្វយើងរស់ល្អណាឧទាហរណ៍ថាពងក្តៅខ្លាំងអញ្ចឹងបើយើងអត់បានមកអើតមើលតែដាច់ទឹកហើយបរិយាកាសត្រង់ដែលយើងស្អំវាហ្នឹងណាអត់មានខ្យល់ចេញចូលទៀតហប់វា stress ណាហើយមួយវិញទៀតសម្រាប់តែផុតពីហ្នឹងទៅតែមានមេឃភ្លៀងទៀតណាមេឃភ្លៀងធ្វើឲ្យខ្យល់ត្រជាក់មកយើងត្រូវបត់តាមវិញទៀតណាបត់ធ្វើម៉េចទៅបិទបាំងឡើងវិញណាកុំឲ្យមានខ្យល់អាកាសចេញចូលនៅពេលដែលមានភ្លៀងធ្លាក់អញ្ចឹងការចិញ្ចឹមមាន់វាមិនមែនជាកត្តាងាយស្រួលប្រហែលទេណាអញ្ចឹងអញ្ចឹងបានពុកម៉ែបងប្អូនយើងភាគច្រើនធ្វើមិនបានណាធ្វើមិនបានអញ្ចឹងពេលខ្លះមាន់យកទៅជួនកាលគាត់ទិញកូនពីគេទៅគាត់អត់ចង់ទិញអាតូចអញ្ចឹងទេគាត់ចាំអត់รู้គាត់ចង់ទិញអា5000 6000 7000អីចឹងណារៀងធំអញ្ចឹងអត់ទៅពិបាកបត់ទៅតាមអាកាសធាតុណាគាត់ស្រួលចិញ្ចឹមអីជាដើមណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញជូនបញ្ជាក់ជូនពុកម៉ែបងប្អូនណាហើយបងប្អូនអាចយកទៅអនុវត្តទៅហើយខ្ញុំធានាជូនថាគុណមន់នឹងដូចនៅក្នុងវីដេអូនេះណាពួកខ្ញុំធ្វើអញ្ចឹងណាខ្ញុំធ្វើដូចអ្វីដែលខ្ញុំនិយាយណាហើយត្រង់ខ្ញុំបាទបងប្អូនធ្លាប់ឃើញតាំងពីវគ្គមុនហើយទូស្អំរបស់គុណមន់ខ្ញុំណា1ម៉ែត្រគុណនឹង2ម៉ែត្រណាហើយមានបងប្អូនយើងចូលខមមិនសួរដែរពាក់ព័ន្ធជាមួយនឹងកម្ពស់បាទយកចាប់ពីកន្លះម៉ែត្រឡើងណាអត់ឲ្យទាបពេកទេតែណាទាបពេកឈួលក្លិនលិមួករបស់វាហ្នឹងឡើងមកលើវិញធ្វើឲ្យកូនមន់យើងប៉ះពាល់ផ្លូវដង្ហើមណាអញ្ចឹងខ្ពស់ល្អណាខ្ពស់ត្រង់ទូស្អំក្តីត្រង់មន់ធ្នើចល័តលក់ទៅដល់ដាក់ទៅលក់ក្តីក៏ត្រូវខ្ពស់ដែរណាទាបគឺឈួលហើយណាឈួលក្លិនលិមួករបស់វាហ្នឹងធ្វើឲ្យមន់ប៉ះពាល់ផ្លូវដង្ហើមកើតទៅជាជំងឺផ្ដាសាយជំងឺហឺតកុំប្រូអីផ្សេងជាដើមហ្នឹងគឺកើតចេញពីលិមួករបស់វាណាអញ្ចឹងបងប្អូនអាចធ្វើឲ្យខ្ពស់គឺល្អណាបងប្អូនណាហើយកូនមន់នេះមានខូចដែរបងប្អូនណាមិនមែន208ក្បាលនេះបាទ200ក្បាលហ្នឹងគេថែមជូន8ហើយខូចអស់14ណាបងប្អូនណាអញ្ចឹងយើងនៅសល់196ក្បាលយើងនៅបានច្រើនដែរណាបងប្អូនណានៅបានច្រើនអញ្ចឹងកូនមន់តែចេញរូបរាងចេះហើយបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើប្រហែលឆ្នាំមកនេះចេញរូបរាងធាត់តលុកតលុនប៉ុណ្ណេះហើយពេលដែលរហូតដល់ធំនៅច្រើនបងប្អូននៅអាច200ក្បាលហ្នឹងរហូតដល់180ក្បាលអីនោះ180ទៅ190នោះណាអញ្ចឹងអត់ងាយលបូតទៅវិញទេតែចេញរូបរាងចេះហើយណាអញ្ចឹងយើងឃើញផលចំណេញច្រើនណាអញ្ចឹងក្នុង100ក្បាល2លានជាងអញ្ចឹងវាអាចចំណូលរបស់យើងបានមកវិញគឺអាចខ្ទង់4លានណាបងប្អូនណាអញ្ចឹងយើងអត់ត្រូវមើលរំលងការចិញ្ចឹមមាន់ទេណាត្បិតតែមានកត្តាស្មុគស្មាញជាច្រើនមិនដែលយើងរៀនសូត្រទាំងអស់គ្នាពីវាយើងនឹងចិញ្ចឹមបានហើយយើងនឹងបានកម្រៃផ្គត់ផ្គង់គ្រួសារយើងតាមហ្នឹងណាអញ្ចឹងក្នុងវីដេអូនេះនិយាយវែងតិចប៉ុន្តែចង់ឲ្យបងប្អូនយល់ថាការចិញ្ចឹមមាន់ក្នុងកត្តាមូលដ្ឋានគ្រឹះនេះហើយគឺសំខាន់ណាបងប្អូនណាផ្ដើមចេញពីកូនមាន់ទូចនេះឯងដែលធ្វើឲ្យយើងរៀនចិញ្ចឹមធ្វើឲ្យយើងចេះចិញ្ចឹមណាបើយើងអត់រៀនចិញ្ចឹមពីអាទូចទៅទេយើងចាំទិញតែអាធំទៅចិញ្ចឹមយើងអត់ចេះចិញ្ចឹមមាន់រហូតណាយើងអត់ចេះចិញ្ចឹមទេហើយបើយើងចិញ្ចឹមមានមេបាខ្លួនឯងមិនជា
បញ្ហាស្មុគស្មាញទេព្រោះមេវាអ្នកគុំក្រងណាបងប្អូនដាក់ទៅទឹកដាក់ទៅចំណីរស់អញ្ចឹងប៉ុន្តែគាត់ណារស់បែបយឺតជាងគេរស់បែបបានតិចជាងគេអត់បានច្រើនពីគេអញ្ចឹងណាបងប្អូនណាអញ្ចឹងក្នុងវីដេអូនេះប្រធានបទយើងនិយាយពីកូនមន់អាយុចាប់ពីញាស់រហូតដល់15ថ្ងៃរហូតដល់មន់1ខែណាអញ្ចឹងយើងចង់និយាយពីកត្តាមន់ចឹកស៊ីរោមគ្នាចឹកគូតចឹកសាច់គ្នាវានឹងស៊ីណាអញ្ចឹងគឺចង់និយាយនៅក្នុងហ្នឹងប្រធានបទយើងព្រោះជួបច្រើនបងប្អូនយើងជួបច្រើនណាតែគ្រាន់ជាមួយកត្តាមន់ចឹកគ្នាហ្នឹងអញ្ចឹងបងប្អូនស្ដាប់នៅក្នុងវីដេអូហ្នឹងហើយបងប្អូនអាចយកទៅអនុវត្តជៀសវាងកុំឲ្យមន់យើងចឹកគ្នាណាអរគុណច្រើន